ខ្ញុំបាទពូរ៉ានឹងមានវីដេអូថ្មីមួយដើម្បីមកធ្វើចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអំពីរបៀបនៃការលុបវីដេអូចេញពីក្នុង YouTube ហ្នឹងហើយវីដេអូពេលដែលយើងផុសវីដេអូទៅយើងផុសខុសឬក៏យើងមិនពេញចិត្តនៅវីដេអូហ្នឹងអញ្ចឹងទៅហ្នឹងហើយយើងចង់លុបវិញអញ្ចឹងណាបងប្អូនទាំងគ្នាប៉ុន្តែបងប្អូនខ្លះទៅក៏គាត់ដឹងអំពីរបៀបនៃការលុបទៅបាទហើយបងប្អូនមួយចំនួនទៀតគាត់តែទើបនឹងបង្កើតធ្វើនៅ YouTube ថ្មីអញ្ចឹងទៅហ្នឹងហើយគាត់អត់ដឹងពីរបៀបនៃការលុបទេអញ្ចឹងណាបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមកប្រាប់បងប្អូនពីរបៀបនៃការលុបវីដេអូចេញពីក្នុង YouTube បងប្អូនហ្នឹងហើយអញ្ចឹងនៅចេញពីក្នុង YouTube បានណាបងប្អូនក្នុង YouTube បងប្អូនចូលមកកាន់នៅ YouTube ហើយណាបងប្អូនចូលទៅកាន់របស់យើងបាននេះបងប្អូនមើលត្រង់កន្លែងក្រោមបងប្អូនហ្នឹងហើយគេដាក់អង់គ្លេស U ហ្នឹងអញ្ចឹងបងប្អូនចុចទៅលើហ្នឹងទៅហ្នឹងហើយបន្ទាប់ពីចុចទៅលើហ្នឹងហើយបងប្អូនចុចទៅលើ profile យើងមួយទៀតមកបាទហ្នឹងហើយបន្ទាប់មកវានឹងចេញទម្រង់បែបនេះមកនេះបងប្អូនមើលត្រង់នេះណានេះបងប្អូនចុចចូលត្រង់កន្លែងហ្នឹងទៅកន្លែងគេដាក់វីដេអូហ្នឹងបងប្អូនហ្នឹងហើយបងប្អូនចុចចូលត្រង់ហ្នឹងទៅបងប្អូនចូលត្រង់ហ្នឹងហើយបងប្អូនមករកមើលវីដេអូមកវីដេអូមួយណាដែលបងប្អូនចង់លុបចេញអញ្ចឹងណាបងប្អូនអរគ្នាបាទហ្នឹងហើយឥឡូវខ្ញុំចង់លុបវីដេអូនេះមួយចេញចុះណានេះវីដេអូនេះណាបាទហ្នឹងហើយឥឡូវបើសិនថាយើងចង់លុបវីដេអូនឹងចេញណាបងប្អូនគ្រាន់តែចុចចូលកន្លែងត្រេ3នេះទៅបាទហ្នឹងហើយបន្ទាប់ពីបងប្អូនចុចចូលកន្លែងត្រេ3ហើយនេះបងប្អូនអូសមកក្រោមមកណាបងប្អូនអូសមកក្រោមមកនេះខាងក្រោមគេអស់ហ្នឹងគេដាក់ពាក្យថា delete បងប្អូនហ្នឹងហើយកន្លែងធុងសម្រាប់ហ្នឹងអញ្ចឹងបងប្អូនចូលទៅកាន់ពាក្យថា delete ហ្នឹងទៅហ្នឹងហើយបាទហើយបងប្អូនចុចពាក្យ delete មួយទៀតមកវាជាការស្រេចតែម្ដងអញ្ចឹងណាបងប្អូនហ្នឹងហើយហេហ្នឹងហើយអញ្ចឹងវីដេអូដែលយើងបានលុបមិញហ្នឹងគឺវាបានលុបចេញពី YouTube ហើយបងប្អូនហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណានៅបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននូវវីដេអូថ្មីមុនគេបាទសូមអរគុណសូមជម្រាប